សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានចង់បង្ហាញពីរបៀបបង្កើត account Gmail មួយដើម្បីបង្កើតកម្មវិធីផ្សេងៗដូចជា Facebook ឬក៏ TikTok ឬក៏កម្មវិធីផ្សេងៗទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងសូមទស្សនាដូចតទៅជាដំបូងបងប្អូនចូលទៅកាន់ Google Chrome មកបន្ទាប់មកវាចេញតម្រងបែបនេះបន្ទាប់មកបងប្អូនចុចនៅកន្លែងដែលខ្ញុំដាក់សញ្ញាឲ្យមើលហ្នឹងវាចេញបែបនេះកន្លែងដែលខ្ញុំបាំងនេះគឺជា email របស់ខ្ញុំបន្ទាប់មកបងប្អូនចុចកន្លែង add account មកចាំរងចាំបន្តិចមកវាចេញបែបនេះបងប្អូនចុច continue មកបន្ទាប់មកវានឹងចេញតម្រងបែបអញ្ចេះកន្លែងនេះគឺបើបងប្អូនមាន email ស្រាប់បងប្អូនអាចបំពេញ email បងប្អូនចូលក៏បានតែកន្លែងនេះគឺខ្ញុំចង់បង្ហាញបងប្អូនបង្កើតជាលក្ខណៈ account email អញ្ចឹងចូលទៅកាន់កន្លែង create account មកបន្ទាប់ពីបងប្អូនចុច create account ហើយវានឹងចេញតម្រងពីរបែបអញ្ចេះកន្លែងទី1គឺគេចង់បញ្ជាក់ថាគឺបង្កើតសម្រាប់ផ្ទាល់ខ្លួនឯងសម្រាប់ប្រើអញ្ចឹងណាហើយទី2គឺសម្រាប់ការងារឬក៏ business អាជីវកម្មរបស់យើងអញ្ចឹងណាបងប្អូនតែកន្លែងនេះខ្ញុំចង់បង្ហាញឲ្យបងប្អូនចុចចំណុចទី1មកដើម្បីបង្កើតផ្ទាល់ខ្លួនដែលយើងប្រើស្រាប់ដូចជាបង្កើត Facebook ឬក៏ TikTok អីចឹងណាបងប្អូនបន្ទាប់ពីយើងចុចមកវាចេញប្រងបែបអញ្ចឹងកន្លែងទី1ហ្នឹងគឺជាកន្លែងឈ្មោះរបស់យើងរីឯកន្លែងទី2ហ្នឹងគឺជាកន្លែងតកូល name របស់យើងអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនវាយឈ្មោះរបស់បងប្អូនមកឈ្មោះបងប្អូនឈ្មោះយ៉ាងម៉េចបងប្អូនវាយបែបអញ្ចឹងមកអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំវាយឈ្មោះអញ្ចឹងខ្ញុំដាក់ទី1ខ្ញុំដាក់ឈ្មោះនេះហើយតកូលបែបអញ្ចឹងហើយបន្ទាប់ពីបងប្អូនវាយអញ្ចឹងហើយបងប្អូនចុច next បន្តមកចុចកន្លែង next ដែលខ្ញុំបង្ហាញហ្នឹងហើយពេលចុចហើយវានឹងបញ្ចេញបែបនេះមកអានេះជាកន្លែងឆ្នាំថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងបងប្អូនចូលទៅបំពេញវាមួយមកកន្លងទី1គឺជាថ្ងៃកន្លងទី2គឺជាខែហើយកន្លងទី3គឺជាឆ្នាំអញ្ចឹងណាបងប្អូនអញ្ចឹងមកបងប្អូននេះបងប្អូនបំពេញទៅតាមដោយអត្តសញ្ញាណប័ណ្ណរបស់យើងក៏បានដែរហើយចំណុចកន្លែងនេះខ្ញុំបង្ហាញនេះគឺជាភេទអញ្ចឹងមកបងប្អូនភេទស្រីបងប្អូនដាក់ស្រីមកបើប្រុសដាក់ប្រុសមកតែខ្ញុំបង្កើតនេះខ្ញុំដាក់ប្រុសខ្ញុំសូមជ្រើសរើសយកភេទប្រុសចុច mail បន្ទាប់មកបងប្អូនបំពេញរួចរាល់ហើយបងប្អូនចុច next បន្តទៀតមកបន្ទាប់ពីបងប្អូនចុច next បន្តហើយវានឹងចេញតម្រងបែបអញ្ចឹងក្នុងនេះដែរខាង Google គេ recommend យើង2ចំណុចយើងយកមួយលើក៏បានមួយទី2ក៏បានហើយចំណុចទី3នេះគឺជាកន្លែង email ដែលយើងអាចសរសេរបន្ថែមបានអញ្ចឹងណាវាចេញចុចហើយវាចេញតម្រងបែបអញ្ចឹងបងប្អូនអាចចុចកែបើបងប្អូនអត់ពេញចិត្តកន្លែងGoogle គេ recommend ទេបងប្អូនអាចចុចកែនៅក្នុងកន្លងនេះបានតែខ្ញុំខ្ជិលចុចបំពេញខ្ញុំជ្រើសរើសយកចំណុចទី1បន្ទាប់ពីបងប្អូនជ្រើសរើសយកហើយបងប្អូនចុច next បន្តមកវានឹងចូលទៅដល់ទម្រង់ដាក់កន្លែង password របស់យើងអញ្ចឹងណាបងប្អូនដាក់ password មិនក៏បានដែរតែដាក់មានអក្សរមានលេខមានអីចឹងណាបងប្អូនអញ្ចឹងយើងចាប់ដើមវាយលេខបញ្ចូលទៅលេខ password របស់យើងវាយយ៉ាងម៉េចឲ្យបានឲ្យបងប្អូនងាយស្រួលចាំហើយគេពិបាកចាំអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំសូមវាយលេខបញ្ចូលកន្លែងនេះខ្ញុំបាំងប្រអីជា password អញ្ចឹងណាបងប្អូនសូមបាំងកន្លែងនេះបន្តិចរួចពេលបងប្អូនបញ្ចូលហើយបងប្អូនចុច next បន្តមកពេលបងប្អូនចុច next បន្តហើយបងប្អូននឹងចូលដល់ទម្រង់បែបអញ្ចឹង
ចឹងកន្លែងនេះគេតម្រូវឲ្យយើងដាក់លេខទូរស័ព្ទហេតុអីបានគេដាក់ឲ្យដាក់លេខទូរស័ព្ទគឺតម្រូវករណីថាពេលបងប្អូនបាត់ password ទៅគឺបងប្អូនអាចចុចទៅវានឹងផ្ញើសារទៅកន្លែងលេខទូរស័ព្ទរបស់យើង password ចឹងណាតែកន្លែងនេះខ្ញុំអត់ដាក់ទេខ្ញុំចុច script វាខ្ញុំចុច script វាសិនព្រោះខ្ញុំចូលដាក់យើងអាចដាក់នៅពេលក្រោយបានបន្ទាប់មកយើងចុច skip ហើយវានឹងចេញទម្រង់បែបអញ្ចឹងហើយពេលចេញបែបអញ្ចឹងយើងចុច next បន្តមកអានេះជាលក្ខណៈGoogle គេបង្ហាញយើងអញ្ចឹងណាតែយើងបាច់មើលអីច្រើនទៅយើងអូសចូលមកក្រោមមកយើងចុចI agree មកមានន័យថាយើងយកព្រមនៅលក្ខខណ្ឌរបស់គេអញ្ចឹងណាអូខេបន្ទាប់ពីចេញហើយវានឹងចេញបែបអញ្ចឹងវាចេញបែបអញ្ចឹងមានន័យថាយើងបង្កើតបានជោគជ័យអញ្ចឹងណាបងប្អូននេះជា Gmail ដែលយើងបានបង្កើតហើយឈ្មោះ Rahim Lee អញ្ចឹងណាបងប្អូនអូខេចឹងបន្ទាប់ពីយើងបង្កើតហើយបងប្អូនចូលទៅកាន់ Gmail យើងមកដើម្បីដាក់email យើងចូលវាចូលមកវានឹងចេញទម្រង់បែបអញ្ចឹងដោយសារខ្ញុំមាន Gmail ហើយស្រាប់អញ្ចឹងណាយើងចុចទៅកន្លែងដែលខ្ញុំបង្ហាញហ្នឹងទៅដើម្បីផ្លាស់ប្ដូរ Gmail ថ្មីរបស់យើងសូមបងប្អូនចុចទៅកន្លែងហ្នឹងទៅបន្ទាប់ពីចុចហើយវានឹងចេញទម្រង់បែបអញ្ចឹងអញ្ចឹងកន្លែងដែលខ្ញុំបាំងនេះគឺជា Gmail របស់ខ្ញុំអញ្ចឹងអាខាងក្រោមដែលខ្ញុំបង្ហាញហ្នឹងគឺជា Gmail ថ្មីអញ្ចឹងពេលយើងចុចមក Gmail ថ្មីរបស់យើងគឺវាបង្ហាញចេញបែបអញ្ចឹងអញ្ចឹងរាល់ឯកសារឬក៏ password អីដែលបងប្អូនបានភ្ជាប់ជាមួយនឹង app ផ្សេងឬក៏កម្មវិធីផ្សេងអីគឺនៅពេលដែលនេះវានឹងផ្ញើសារចូលទៅក្នុងកម្មវិធី Gmail នេះឯងអញ្ចឹងបងប្អូនអត់ទាន់មាន Gmail ទេបងប្អូនអាចចូលទៅកាន់ App Store ក៏បាន Play Store ក៏បានដើម្បី download វាទុកមកអញ្ចឹងណាបងប្អូនហើយអញ្ចឹងអត់មានអីទៀតទេបងប្អូនមានតែប៉ុណ្្នឹងទេអរគុណ